នដែលធ្លាប់បានហូបជ្រក់ផ្កាថ្ងាណាប្រកាសជាដឹងហើយថារសជាតិរបស់វាឆ្ងាញ់បែបម៉េចនិយាយពីថាហូបជាមួយនឹងត្រីអាំងទៅបងប្អូនអើយឡើងខ្ទិះពេញមាត់ហ្មងពីរសជាតិវិញឆ្ងាញ់ប្លែកជាងជ្រក់ទៅសក់ជ្រក់សណ្ដែកទៀតណផ្កាថ្ងានេះមួយឆ្នាំយើងញ៉ាំបានតែម្ដងទេអញ្ចឹងហើយយើងកុំឲ្យរំលងឲ្យសោះផ្កាថ្ងានេះបងប្អូនភាគច្រើនគាត់អត់ដែរស្គាល់ហើយក៏អត់ដែរបានធ្វើហូបដែរបងប្អូនភាគតិចណាស់ដែលគាត់ស្គាល់ហើយគាត់បានធ្វើហូបហើយដឹងថារសជាតិរបស់វាឆ្ងាញ់បែបម៉េចវីដេអូនេះគឺដើមឡើយខ្ញុំបានគិតថាចង់ថតវីដេអូបង្ហាញជូនបងប្អូនពីរបៀបធ្វើជ្រក់ផ្កាថ្ងាធ្វើអីទេខ្ញុំធ្វើតិចពេកបងប្អូនចឹងទៅក៏នឹកឃើញតែខ្ជិលថតខ្ជិលអីវាតិចពេកណាស្រាប់តែពេលជ្រក់ផ្កាថ្ងាកើតមើលទៅតំណងគួរឲ្យចង់ហូបពេកបងប្អូនចឹងទៅក៏ចាប់ទូរស័ព្ទយកមកថតវីដេអូបង្ហាញជូនបងប្អូនទៅត្បិតតែខ្ញុំអត់បានថតវីដេអូបង្ហាញបងប្អូនពីរបៀបធ្វើដំបូងតែខ្ញុំនឹងនិយាយរៀបរាប់ពីវិធីធ្វើឲ្យលំអិតជូនបងប្អូនទាំងអស់គ្នាអញ្ចឹងកុំភ្លេចស្ដាប់ទាំងអស់គ្នាណាបងប្អូនបានស្ដាប់ហើយធានាថាអាចធ្វើញ៉ាំខ្លួនឯងបានចំពោះវិធីធ្វើគឺងាយស្រួលធ្វើមែនទែនបងប្អូនដំបូងបងប្អូនគ្រាន់តែមានផ្កាថ្ងាទៅយកផ្កាថ្ងានឹងទៅលាងទឹកលាងអីពី3ទឹកឲ្យបានស្អាតជ្រះដៃជ្រះអីណាមកបងប្អូនយកផ្កាថ្ងាទៅដាក់ត្រាំជាមួយនឹងទឹកជាចោលចំនួន2យប់2ថ្ងៃណាក្រោយពេលដែលយើងដាក់ត្រាំផ្កាថ្ងាជាមួយទឹកជាអស់2យប់2ថ្ងៃហើយយើងស្រង់វាចេញលាងទឹកឲ្យស្អាតទៅមកទៀតគឺយើងយកផ្កាថ្ងាទៅដាក់ត្រាំជាមួយនឹងទឹកអង្ករវិញម្ដងណាបងប្អូនព្រោះទឹកអង្ករគឺនៅពេលដែលបងប្អូនដាក់ដាំបាយគឺយើងលាងវាទុកឲ្យច្រើនទៅនិយាយទៅយើងលាងទុកមកល្មមនៅផ្កាថ្ងាដែលយើងមានណាហើយទឹកអង្ករគឺយើងត្រូវដាក់ឲ្យច្រើនណាបងប្អូនឲ្យលិចផ្កាថ្ងារបស់យើងទៅផ្កាថ្ងាវាអត់ខ្មៅព្រោះទឹកអង្ករគឺយើងលាងអង្ករយកអាទឹកទី2ឬក៏ទឹកទី3បងប្អូនបើទឹកទី1វាអត់សូវស្អាតអញ្ចឹងយើងយកអាទី2ទី3ទៅលាងយកឲ្យច្រើនមកបងប្អូនធ្វើម៉េចមកលិចផ្កាថ្ងារបស់យើងណាមុនពេលដែលយើងដាក់ត្រាំផ្កាថ្ងាជាមួយនឹងទឹកអង្ករដំបូងគឺយើងត្រូវលាយទឹកអង្ករជាមួយនឹងអំបិលសម្រាប់កែវដែលខ្ញុំយកមកដាក់ជ្រក់ផ្កាថ្ងានេះគឺចំណុះ1គីឡូអញ្ចឹងទៅគឺខ្ញុំដាក់អំបិលចូល2ស្លាបព្រាកាហ្វេអំបិលគឺយើងត្រូវប្រើអំបិលក្រួសណាបងប្អូនមកយើងកូរអំបិលនឹងឲ្យវារលាយជាមួយនឹងទឹកអង្ករសិនមកយើងយកផ្កាថ្ងាដែលយើងដាក់ត្រាំទឹកទុកចោល2យប់2ថ្ងៃនឹងយកមកដាក់ចូលមកបងប្អូនដាក់ផ្កាថ្ងាចូលអស់ហើយយើងសកត់វាឲ្យលិចជាមួយនឹងទឹកអង្ករណាបងប្អូនហើយឲ្យជ្រក់ផ្កាថ្ងារបស់យើងវាឆាប់ជូរគឺយើងត្រូវដាក់ស្ករ1ស្លាបព្រាកាហ្វេហើយនឹងប៊ីចេងកន្លះស្លាបព្រាកាហ្វេបងប្អូនដាក់ស្ករនិងប៊ីចេងទៅគឺជ្រក់ផ្កាថ្ងារបស់យើងគឺឆាប់ជូរលឿនណាបន្ទាប់ពីយើងដាក់ស្ករដាក់ប៊ីចេងអីអស់ហើយយើងបិទគម្របកែវទៅហើយយកទៅដាក់ហាលថ្ងៃចំនួន2ថ្ងៃ2យប់ទៀតដាក់ហាលថ្ងៃហាលអន្សើមចោលទៅបងប្អូនហើយពេលដែលយើងដាក់ហាលថ្ងៃអស់2យប់2ថ្ងៃហើយអញ្ចឹងយើងអាចស្រង់យកមកលាយគ្រឿងលាយអីញ៉ាំបានណាប៉ុន្តែគឺរសជាតិរបស់វាជូរមកល្មមឆ្ងាញ់ណាបងប្អូនហើយបើសិនជាបងប្អូនហូបអត់សូវជូរទេយើងហាលតែមួយយប់មួយថ្ងៃបានហើយសម្រាប់នេះអត់សូវចូលចិត្តជូរខ្លាំងណាតែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តរាងជូរដិតអញ្ចឹងទៅខ្ញុំហាល2យប់2ថ្ងៃបានមកល្មមរសជាតិដែលខ្ញុំចង់បានមើលតែជ្រក់ផ្កាថ្ងារបស់យើងកើតហើយយើងស្រង់ចេញមកហើយហាន់យកទៅលាយគ្រឿងថែមទៀតទៅមួយបងប្អូនចង់ញ៉ាំផ្កាវាបែបនៅកញ្ចុំក៏បានដែរទៅតាមចំណង់ចំណូលចិត្តនៅពេលដែលខ្ញុំហាន់ផ្កាថ្ងាដាក់ចូលចានហើយខ្ញុំចាក់ទឹកជ្រក់នឹងចូលថែមទៀតមកបងប្អូនទុកក្រនហត់ដែរមកខ្ញុំដាក់ស្ករ1ស្លាបព្រាកាហ្វេហើយប៊ីចេងកន្លះស្លាបព្រាកាហ្វេថែមទៀតណាបងប្អូនពិសេសអីដែលមិនអាចអត់បានណាគឺម្ទេសហុយនេះឯងបងប្អូនអើយគឺខ្ញុំចូលចិត្តណាស់ចូល1ស្លាបព្រាកាហ្វេដែរមកបងប្អូនហើយម្ទេសហុយនេះយើងលីងបុកខ្លួនឯងនិយាយពីថាឡើងឈ្ងុយគ្រឿងដាក់អីអស់ហើយយើងកូរត្រឡប់2 3ត្រឡប់មកណែអេមស្រែហ្មងនិយាយពីថាឆ្ងាញ់ហួសបងប្អូនហើយញ៉ាំចូលមាត់ទៅឡើងខ្ទិះជ្រក់ផ្កាថ្ងានេះនិយាយពីថាត្រូវខ្នួយគ្នាជាមួយនឹងត្រីអាំងឬក៏ត្រីឆ្អើរណាបងប្អូនអ្នកដែលធ្លាប់បានហូបជ្រក់ផ្កាថ្ងាណាប្រកាសជាដឹងហើយថារសជាតិរបស់វាឆ្ងាញ់បែបម៉េចណានិយាយពីរសជាតិឆ្ងាញ់ប្លែកខុសពីជ្រក់ទៅសក់ជ្រក់សណ្ដែកជ្រក់មមាញបងប្អូនឆ្នាំយើងមានតែម្ដងទេអញ្ចឹងកុំឲ្យរំលងជ្រក់ផ្កាថ្ងានេះសោះជ្រក់ផ្កាថ្ងាថ្ងៃនេះគឺខ្ញុំហូបជាមួយនឹងត្រីក្រាញ់អាំងគប់ផ្សំជាមួយនឹងទុំម្លឹកផងនិយាយពីថាឆ្ងាញ់ហួសបងប្អូនតែឆ្ងាញ់ប៊ីងអស់ខានប្តីបងប្អូនអើយហូបទៅអាឡ័យតែឆ្ងាញ់ពេកសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្្នេះឯងបងប្អូនហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះពីដើមរហូតដល់ចប់ខ្ញុំក៏សូមជូនពរឲ្យបងប្អូនមានសុខភាពល្អសំណាងល្អគ្រប់គ្នាចាសសូមជម្រាបលាបាយបាយ